នៅទីបំផុតលោកអុកញ៉ាស្រីចន្ទថនអាចធ្វើបានឲ្យបងប្អូននោះគឺពាក្យថាគុណខ្មែរនៅលើខ្សែក្រវ៉ាត់ស្ថាប័នលំដាប់ថ្នាក់ពិភពលោក WBC នេះគឺជាភាពជោគជ័យមួយទៀតហើយបងប្អូនសម្រាប់វិស័យក្បាច់គុណខ្មែរនៅកម្ពុជាចំពោះការដែលបោះចំហ៊ានជាបន្តបន្ទាប់នៅអ្វីដែលជាសមិទ្ធផលគួរឲ្យកត់សម្គាល់ខ្លាំងមែនទែនតាមរយៈការដែលបានខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំនានាអញ្ចឹងចំពោះអ្នកដែលបានស្រឡាញ់គុណខ្មែរពិតប្រាកដយើងក៏បានឃើញទាំងអស់គ្នាហើយសកម្មភាពក្នុងការដែលចូលរួមផ្សព្វផ្សាយសកម្មភាពក្នុងការដែលសហការជាមួយនឹងស្ថាប័នធំលំដាប់ថ្នាក់ពិភពលោកជាច្រើនជាកត្តាមួយធ្វើឲ្យក្បាច់គុណខ្មែររបស់យើងនឹងបោះចំហ៊ានទៅមុខគួរឲ្យកត់សម្គាល់ខ្លាំងមែនទែនហើយយ៉ាងណាមិញអ្វីដែលជារឿងរ៉ាវថ្មីជាបន្តបន្ទាប់ដូចជាខាងថោនអីបងប្អូនបានដឹងហើយកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025ព្រឹត្តិការណ៍គុណខ្មែរ XUSA នឹងយើងក៏បានធ្វើការដែលសហការជាមួយនឹងស្ថាប័នលំដាប់ថ្នាក់ពិភពលោកមួយដ៏ធំផងដែរនោះគឺ WCK អញ្ចឹងតើតើជាមួយនឹងគេហៅថាការដែលបើកនៅកិច្ចសហប្រតិបត្តិការល្អជាមួយនឹងស្ថាប័នធំលំដាប់ថ្នាក់ពិភពលោកវាគឺជាផលវិជ្ជមានមួយសម្រាប់ការដែលបោះជំហានចំពោះវិស័យក្បាច់គុណខ្មែររបស់យើងកាន់តែទូលំទូលាយទៅកាន់ឆាកអន្តរជាតិជាពិសេសឲ្យតែខាងស្ថាប័នធំគេអនុញ្ញាតគេសហការគេចូលរួមជាមួយយើងនឹងមានឱកាសក្នុងការដែលផ្សព្វផ្សាយនឹងកាន់តែធំធេងទូលំទូលាយអីចឹងទៅហើយយ៉ាងណាអ្វីដែលគួរឲ្យចាប់អារម្មណ៍បងប្អូននោះគឺពាក្យថាគុណខ្មែរនៅលើខ្សែក្រវ៉ាត់ស្ថាប័នលំដាប់ថ្នាក់ពិភពលោក WBC នេះបើតាមការដែលបញ្ជាក់ពីសំណាក់លោកអង្ញាស្រីចន្ទថនទាំងសកម្មភាពរបស់លោកគឺលោកពិតជាខិតខំព្យាយាមខិតខំខ្នះខ្នែងខ្លាំងមែនទែនហើយឥឡូវនេះគឺទទួលបាននៅជោគជ័យហើយបងប្អូនអញ្ចឹងកាលពីយប់មិញលោកបានធ្វើការដែលបង្ហោះនៅសារដែលភ្ជាប់ជាមួយនឹងរូបភាព4សន្លឹកហើយបានសរសេរនៅសំណេរយ៉ាងដូចនេះពិតជារំភើបណាស់ដែលខ្ញុំអាចធ្វើបានខ្មែរយើងធ្វើបានហើយបងប្អូនពាក្យ WBC គុណខ្មែរសូមបងប្អូនទាំងអស់គ្នាជួយលើកទឹកចិត្តផងស្អែកនេះម៉ោង 4:30 នាទីរសៀលខ្ញុំបាទនឹងទៅដល់ជាតិមាតុភូមិនាំយកខ្សែក្រវ៉ាត់ WBC គុណខ្មែរជូនបងប្អូនជាទីគោរពស្រឡាញ់ហើយក៏សូមអរគុណដល់បងប្រុសស្រីរាជបុត្រដែលបានជួយសម្របសម្រួលរហូតទទួលបាននៅជោគជ័យអញ្ចឹងចំពោះ admin គ្រាន់តែទទួលបាននៅព័ត៌មានមួយនេះគឺពិតជារំភើបខ្លាំងមែនទែនបងប្អូនហើយយើងមិននឹកស្មានថាយើងអាចធ្វើបានណាបងប្អូនពីព្រោះយើងដឹងហើយស្ថាប័នលំដាប់ថ្នាក់ពិភពលោក WBC នេះគឺធំទូលំទូលាយខ្លាំងមែនទែនអញ្ចឹងឥឡូវនេះគឺយើងមានខ្សែក្រវ៉ាត់គុណខ្មែរ WBC Cambodia របស់យើងហើយយើងមើលទៅលើទម្រង់នៃការ design ណាបងប្អូនអញ្ចឹងខ្សែក្រវ៉ាត់ WBC ដូចដែលបងប្អូនបានដឹងហើយនៅជុំវិញហ្នឹងគឺមានទង់ជាតិនៃបណ្ដាប្រទេសផ្សេងជាច្រើនហើយផ្នែកកណ្ដាលហ្នឹងមាន logo ពាក្យថា WBC ហើយខ្សែក្រវ៉ាត់របស់យើងអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺមានប្រាសាទអង្គរវត្តរបស់យើងនៅនឹងផ្នែកកណ្ដាលនឹងទៅទៀតបងប្អូនខាងក្រោមពាក្យថា WBC នឹងហើយខាងលើហ្នឹងគុណខ្មែររបស់យើងតែម្ដងពាក្យថាគុណខ្មែររបស់យើងតែម្ដងអញ្ចឹងយើងមើលទៅគឺពិតជាគួរឲ្យតាក់ទាញឲ្យមានពាក្យ Cambodia នៅខាងក្រោមប្រាសាទអង្គរវត្តរបស់យើងនឹងឯងយើងមើលទៅគឺពិតជាលិចខ្លាំងមែនតើហើយខ្សែវិញគឺពណ៌ខៀវឡាយពណ៌ក្រហមនៅកណ្ដាលហើយយ៉ាងណា admin គឺសប្បាយរីករាយនៅអ្វីដែលជាបេសកកម្មហើយក៏សូមអរគុណដល់លោកអង្គញាផងដែរដែលលោកអង្គញាបានព្យាយាមខ្នះខ្នែងរហូតយកខ្សែក្រវ៉ាត់គុណខ្មែរ WBC Cambodia ចំពោះវិស័យក្បាច់គុណខ្មែររបស់យើងបានអញ្ចឹងនេះគឺជាទឹកចិត្តមួយដ៏ធំធេងក្នុងការដែលចូលរួមចំណែកអភិវឌ្ឍផ្សព្វផ្សាយនិងធ្វើឲ្យក្បាច់គុណខ្មែររបស់យើងកាន់តែមានភាពរីកចម្រើនហើយបន្ទាប់ពីគេហៅថាយើងទទួលបាននៅជោគជ័យសម្រាប់ការដែលដាក់បញ្ចូលពាក្យគុណខ្មែរនៅលើខ្សែក្រវ៉ាត់លំដាប់ថ្នាក់ពិភពលោក WBC នេះលោកអញ្ញាស្រីចន្ទថនលោកក៏បានធ្វើការដែលបញ្ជាក់ដែរនឹងមានព្រឹត្តិការណ៍ដ៏ធំមួយដែលនឹងរៀបចំឆាប់ខាងមុខបងប្អូន
នៅទឹកដីនៃប្រជាណាចក្រកម្ពុជារបស់យើងក៏ដាក់ខ្សែក្រវ៉ាត់ WBC គុណខ្មែរកម្ពុជានឹងឲ្យធ្វើការដែលប្រកួតដណ្ដើមផងដែរអញ្ចឹងយើងរងចាំតាមដានជាបន្តទៀតហើយយ៉ាងណាអ្វីដែលជាជំហានអ្វីដែលយើងអាចធ្វើបានគឺដោយដែលលោកអង្គញាលោកបានបញ្ជាក់អញ្ចឹងដើម្បីជាតិមាតុភូមិកម្ពុជាដើម្បីវិស័យក្បាច់គុនខ្មែរលោកនឹងព្យាយាមធ្វើឲ្យអស់ពីលទ្ធភាពតាមដែលអាចធ្វើទៅបានឥឡូវនេះគឺជំហានរបស់យើងបានបោះទៅមុខជាបន្តហើយបងប្អូនហើយយើងសង្ឃឹមថាបងប្អូនរបស់យើងនឹងចូលរួមគាំទ្រនឹងចូលរួមក្នុងការដែលលើកទឹកចិត្តដល់អ្នកដែលខំធ្វើពិតប្រាកដបងប្អូនពីព្រោះយើងឃើញហើយទាក់ទងជាមួយនឹងអ្វីដែលលោកអង្គញាបានធ្វើគឺដើម្បីឲ្យវិស័យក្បាច់គុនខ្មែររបស់យើងត្រូវបានពិភពលោកគេទទួលស្គាល់គេឲ្យតម្លៃក្នុងន័យមួយពិតជាលើកស្ទួយខ្លាំងមែនទែនហើយបើកាលណាវិស័យក្បាច់គុនខ្មែររបស់យើងត្រូវបានគេស្គាល់នោះយើងមានឱកាសក្នុងការដែលផ្សព្វផ្សាយវិស័យផ្សេងជាពិសេសទាក់ទងជាមួយនឹងវិស័យទេសចររបស់យើងតែម្ដងយ៉ាងវាជារឿងមួយសំខាន់មែនទែនបើកាលណាតែយើងអាចតាក់ទាញភ្ញៀវទេសចរមកចូលក្នុងស្រុកយើងអាចរកចំណូលបានច្រើនបងប្អូនពីភ្ញៀវទេសចរម្នាក់ៗយើងឃើញហើយការចំណាយចាយវាយសន្តាគារស្នាក់នៅការទិញកាដូអនុស្សាវរីយ៍ការជួលសម្រាប់សេវាកម្មផ្សេងនេះគឺជាផលវិជ្ជមានមួយសម្រាប់កម្ពុជារបស់យើងអញ្ចឹងមិនថាវិស័យមួយណាទេបងប្អូនឲ្យតែមានភាពរីកចម្រើនឲ្យតែត្រូវបានគេស្គាល់យើងមានឱកាសក្នុងការដែលបញ្ជ្រាបនៅអ្វីដែលយើងអាចធ្វើទៅបានជាពិសេសគឺការដែលយើងគេហៅថាប្រាប់គេអំពីនៅអ្វីដែលជាទស្សនវិជ្ជានៃប្រទេសរបស់យើងថាប្រទេសរបស់យើងជាប្រទេសមួយដែលមានវ័យចំណាស់មានអរិយធម៌វប្បធម៌ប្រទេសពោពេញទៅដោយគេហៅថាសម្បត្តិផ្សេងជាច្រើនដែលបានបន្សល់ទុកជាយូរលង់ណាស់មកហើយជាពិសេសប្រាង្គប្រាសាទរបស់យើងនឹងបងប្អូនយើងក៏បានដឹងទាំងអស់គ្នាហើយទាក់ទងជាមួយនឹងអ្វីទាំងអស់គឺបានឆ្លាក់នៅទីនោះតែម្ដងហើយយ៉ាងណាទាក់ទងជាមួយនឹងទស្សនវិជ្ជាទេសភាពការដែលគេហៅថាចង់គយគុណអីផ្សេងហើយយ៉ាងណាមិញទៀតសោតជំវិញទាក់ទងជាមួយនឹងការដែលយើងបានរៀបចំនៅមហាព្រឹត្តិការណ៍ធំជាច្រើនការដែលបញ្ជូនកីឡាករគុនខ្មែររបស់យើងទៅចូលរួមព្រឹត្តិការណ៍គេទោះបីជាក្នុងលក្ខខណ្ឌមួយមានចាញ់មានឈ្នះប៉ុន្តែយើងគឺពេញចិត្តនៅអ្វីដែលយើងទទួលបានបងប្អូនយើងចាញ់យើងខិតខំប្រឹងប្រែងបន្ថែមយើងឈ្នះក៏យើងនៅតែខិតខំប្រឹងប្រែងបន្ថែមដើម្បីធ្វើយ៉ាងណាឲ្យយើងរត់តែប្រសើរជាងមុនល្អជាងមុនក្នុងន័យមួយធ្វើឲ្យក្បាច់គុនខ្មែររបស់យើងត្រូវបានគេទទួលស្គាល់គេឲ្យតម្លៃហើយកត្តាដែលសំខាន់នោះគឺបរទេសគេចាប់អារម្មណ៍គេចង់មហាត់វិស័យគេចង់មហាត់ក្បាច់គុនខ្មែររបស់យើងអីផ្សេងជាដើមហើយយើងឃើញហើយមានបរទេសច្រើនដែរមួយរយៈចុងក្រោយមកនេះជាពិសេសនៅក្លឹបរបស់លោកគ្រូសេមិនថាដូចជាជាង10នាក់បងប្អូនដែលបានចូលវឹកហាត់គុនខ្មែរហើយនៅបណ្ដាក្លឹបផ្សេងទៀតអញ្ចឹងវាជារឿងមួយដែលយើងគិតថាគុនខ្មែររបស់យើងដើរទៅមុខហើយការចូលរួមពីសំណាក់ហ្វេនអ្នកគាំទ្រនឹងក៏ច្រើនក៏គឺអត់សាបរលាបទៅណាទេបងប្អូនរបស់យើងនៅតែឲ្យតម្លៃបងប្អូនរបស់យើងនៅតែផ្ដល់តម្លៃការចូលរួមលើកទឹកចិត្តការចូលរួមក្នុងន័យមួយដែលកើតចេញពីបេះដូងយ៉ាងពិតប្រាកដដូច្នេះចំពោះ admin ក៏មានតែប៉ុណ្ណឹងហើយបងប្អូនយល់យ៉ាងណាចំពោះដំណឹងដ៏ល្អមួយនេះគឺការដែលយកបាននៅពាក្យថាគុនខ្មែរដាក់នៅលើខ្សែក្រវ៉ាត់ស្ថាប័នលំដាប់ថ្នាក់ពិភពលោក WBC មានទាំងពាក្យ Cambodia រូបអង្គរវត្តរបស់យើងក៏មាននៅលើនឹងផងដែរអញ្ចឹងពិតជាពិសេសខ្លាំងមែនទែនសម្រាប់ខ្សែក្រវ៉ាត់នេះហើយយ៉ាងណាសម្រាប់ admin គឺសប្បាយរីករាយនិងពេញចិត្តខ្លាំងមែនទែននៅអ្វីដែលជាបេសកកម្មរបស់លោកអង្គញាចំពោះសមិទ្ធផលដ៏ធំសម្បើមមួយនេះយ៉ាងបងប្អូនអាចចូលរួម comment បញ្ចេញជាមតិយោបល់ក៏ដូចជាពាក្យលើកទឹកចិត្តដល់លោកអង្គញាស្រីចន្ទថនម្នាក់មួយផងជាចុងក្រោយសូមជម្រាបលា